ជាប់ពាក្យបានជាង5ខែពិធីការនីហេងកែវនីតាត្រៀមសម្រាលកូនឆាប់តាមរយៈវីដេអូនិងរូបភាពជាច្រើននេះបង្ហាញឲ្យឃើញថាពិធីការនីរូបស្រស់ហេងកែវនីតាកំពុងមានផ្ទៃពោះនិងត្រៀមសម្រាលកូនក្នុងពេលឆាប់បន្ទាប់ពីភ្ជាប់ពាក្យបានជាង5ខែបន្ទាប់ពីពិធីការនីហេងកែវនីតាចូលរួមពិធីមង្គលការរបស់បងប្អូនតារាកំ ប្លែងបៃបៃឌីកាលពីពេលថ្មីនេះបានធ្វើឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះនាងមានផ្ទៃពោះចិត្តគ្រប់ខែហើយក្រោយពីប្រកាសភ្ជាប់ពាក្យបានជាង5ខែថ្មីត្បិតតែកំពុងមានផ្ទៃពោះក៏ពិតមែនប៉ុន្តែហេងកែវនីតានៅតែមានរូបសម្រស់ស្រស់ស្អាតទាំងមិត្តភ័ក្តិក៏ដូចជាអ្នកគាំទ្របានលន់មាត់សរសើរថានាងស្រស់ស្អាតជាងពេលនៅលីវទៅទៀតដោយមហាជនបានដឹងស្រាប់ហើយថាពិធីការនីហេងកែវនីតាបានភ្ជាប់ពាក្យកាលពីថ្ងៃទី19កញ្ញាឆ្នាំ2025ដោយបានអញ្ជើញមិត្តភ័ក្តិសិល្បៈជាច្រើនចូលរួមអបអរសាទរចំពោះពិធីមង្គលការរបស់នាងនៅពុំទាន់រៀបចំឡើងនៅឡើយទេដោយសារតែនាងចង់ទុកពេលវេលាដើម្បីបំពេញការងារមួយចំនួនឲ្យចប់សិនប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺនាងបែរជាបង្ហាញវត្តមាននៅពេលដែលខ្លួនកំពុងមានផ្ទៃពោះជិតគ្រប់ខែទាំងមិនទាន់រៀបចំពិធីមង្គលការតាមគម្រោងដែលខ្លួនបានគ្រោងទុកទោះជាយ៉ាងណាទាំងមិត្តសិល្បករក្នុងនិងក្រៅសិល្បៈព្រមទាំងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងមានសុខភាពល្អទាំងម្ដាយនិងកូនហេងកែវនីតាពិតជារីករាយជាមួយនឹងកំណត់កូនដំបងរបស់ខ្លួនណាស់សូម្បីតែស្វាមីនាងក៏មិនបានឲ្យនាងធ្វើការងារបន្តទៀតដែរនាងបានផ្អាកការងារទាំងស្រុងដើម្បីទុកពេលវេលាថែទាំសុខភាពចាប់តាំងពីមានកូនមកហេងកែវនីតាកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីទ្វេដង